អត់ដឹងបងចោលអស់ចាបងលើកក្រោយមានសបកពងមាន់សបកពងទាយើងសំទុកដើម្បីយកវាមករំលីងបុកធ្វើជីស្រោចលើតំណាំយើងដោយសារវាសម្បូរជាតិកាល់ស្យូមអញ្ចឹងយើងយកមកស្រោចលើតំណាំគឺតំណាំយើងលូតលាស់បានល្អហើយបើថាបានស្រោចអញ្ចឹងហើយដាំប្រភេទពួកមើមបន្លែមើមដូចការ៉ុតឬក៏ឆៃថាវអីហ្នឹងគឺរសជាតិឆ្ងាញ់ជាងធម្មតាទៀតក្នុងវីដេអូហ្នឹងគេប្រាប់ពីរបៀបធ្វើជីពីសម្បកពងមាន់ប៊ីចេងហើយនិងអំបិលតោះយើងមកមើលការបញ្យល់តាមបែបវិទ្យាសាស្ត្ររបស់វាបន្តិចសម្បកពងមាន់សម្រាប់ជាតិកាល់ស្យូមមែនទេត្រូវហើយវាជួយឲ្យដំណាំដុះរឹងមាំល្អចុះប៊ីចេងវិញសម្រាប់ជាតិអាសូតមែនទេរឿងហ្នឹងបើនិយាយតាមបែបវិទ្យាសាស្ត្រទៅគឺនៅមិនទាន់ច្បាស់លាស់ទេតែគុណប្រយោជន៍របស់វាអាចនឹងល្អមើលទៅចោះរឿងដាក់អំបិលដល់ទៅ3ស្លាបព្រាញឹងវិញអានឹងគឺឲ្យបានដាច់ខាតជាតិប្រៃខ្លាំងវាពុលវាធ្វើឲ្យដំណាំបាត់បង់ជាតិទឹកខ្លោចស្លឹកហើយថែមទាំងធ្វើឲ្យដីយើងខូចទៀតអញ្ចឹងសរុបមកវិញសម្បកពងមាន់អាចប្រើបានប៊ីចេងដាក់ក៏បានដែរតែអំបិលវិញគឺហាមដាច់ខាតដើម្បីថែដំណាំរបស់អ្នក